ទទួលខុសត្រូវគាត់ត្រូវរបួសដោយសារអំពើរំលងរបស់យើងគាត់ត្រូវបានគេវាយដោយអំពើទុច្ចរិតរបស់យើងអេសាយ53:5 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទនិយាយតាមត្រង់តាមគំនិតរបស់ខ្ញុំមានកម្រិតអំពើដ៏ឃោរឃៅបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោកគឺជាព្រឹត្តិការណ៍ពិតមួយដែលត្រូវបានថតចំណងជើងថា The Passion of Christ ព្រះវរបតាស៊ូកបានអះអាងទទួលខុសត្រូវទាំងស្រុងចំពោះការព្យាករណ៍របស់ព្យាការីអេសាយ7សតវត្សមុនព្រឹត្តិការណ៍នេះកើតឡើងហោរាបានទីអំពីការសោយទីវង្គតរបស់ព្រះមេស៊ីដោយនិយាយថាទ្រង់ត្រូវបានចាក់ទម្លុះដោយការបះបោររបស់យើងទ្រង់ត្រូវបានជាមដោយសារអំពើទុច្ចរិតរបស់យើងការដាក់ទណ្ឌកម្មដែលនាំសេចក្តីសង្គ្រោះមកលើទ្រង់ហើយដោយរបួសរបស់ទ្រង់យើងបានជាសះស្បើយប៉ុន្តែព្រះជាម្ចាស់សពព្រះហឫទ័យនិងកំទេចទ្រង់ដោយការឈឺចាប់អេសាយ53:5និង10តាមរយៈទំនាយនិងការសម្រេចរបស់វាព្រះយេស៊ូវជាព្រះអង្គសង្គ្រោះបានសុគតជំនួសឲ្យខ្ញុំសុគតទូលបង្គំចូលទៅក្នុងទីសក្ការៈដ៏វិសុទ្ធខ្ញុំថ្វាយបង្គំព្រះយេស៊ូវការសោយទីវង្គតរបស់ទ្រង់ក៏ជាសេចក្តីស្លាប់របស់ទូលបង្គំជ័យជំនះរបស់ទ្រង់ជាសេរីល្អដ៏អស់កលឹបរបស់ទូលបង្គំនៅស្ថានសួគ៌របស់ទ្រង់ខ្ញុំសូមអញ្ជើញលោក Christian Soharto Pibateravajawalanyasantara Baronessមកជាមួយការសរសើរនៃរូសាដ៏ស្រស់ស្អាតនៃអាយុ Kizia Baterakese ដើម្បីលើកការសរសើរដូចខាងក្រោមខ្ញុំបានចូលព្រះវិហារបរិសុទ្ធដោយឈាមរបស់កូនជាមខ្ញុំចូលដោយចិត្តស្មោះថ្វាយបង្គំព្រះដ៏មានព្រះភិក្ខខ្ញុំថ្វាយបង្គំទ្រង់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 ត្បិតព្រះនាមទ្រង់បរិសុទ្ធព្រះជាម្ចាស់អើយត្បិតព្រះនាមទ្រង់បរិសុទ្ធព្រះជាម្ចាស់អើយមិនយូរប៉ុន្មានមុនពេលគេឆ្កាងព្រះយេស៊ូវគ្រីស្ទមានបន្ទូលថាគ្មានអ្នកណាយកជីវិតខ្ញុំពីខ្ញុំទេតែខ្ញុំឲ្យវាតាមឆន្ទៈរបស់ខ្ញុំនេះជាបទបញ្ជាដែលខ្ញុំបានទទួលពីព្រះវរបតាខ្ញុំយ៉ូហាន 10:18 ព្រះយេស៊ូវបានសុខចិត្តសុគតដើម្បីធូនសម្រាប់អំពើបាបរបស់យើងដូច្នេះយើងអាចរស់នៅដោយសេចក្តីជំនឿលើទ្រង់ព្រះវរបតាស៊ូកអះអាងនៅទំនួលខុសត្រូវពេញលេញចំពោះការសុគតរបស់ព្រះរាជបុត្រាទ្រង់ហើយអនុញ្ញាតឲ្យមនុស្សគ្រប់រូបទទួលបានអំណោយទាននៃការអភ័យទោសរបស់ទ្រង់បុណ្យអ៊ីស្ទើមានន័យថាជ័យជំនះនិងក្តីសង្ឃឹមសម្រាប់អ្នកដើរតាមព្រះគ្រីស្ទជ័យជំនះកើតឡើងក្នុងទម្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយកឈ្នះសេចក្តីស្លាប់ដោយជោគជ័យទ្រង់បានរស់ឡើងវិញតាមរយៈការរងទុក្ខរបស់ទ្រង់ដោយឈើឆ្កាងការរស់ឡើងវិញជាសញ្ញាមួយដែលថាជីវិតរបស់មនុស្សគឺអស់កលប់ជានិច្ចហើយអាចឆ្លងផុតពីអំពើបាបនិងសេចក្តីស្លាប់ពិធីបុណ្យអ៊ីស្ទើមិនតែងតែធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យទេទោះយ៉ាងណាក៏ដោយនេះអាចមានការផ្លាស់ប្ដូរនិងមិនមានការបរិច្ឆេទកំណត់ឬខែនោះទេនៅក្នុងពិធីបុណ្យសាសនាចាក់បុណ្យអ៊ីស្ទើចាប់ផ្ដើមជាមួយនឹងពិធីដង្ហែ Triduum ដែលជាថ្ងៃបរិសុទ្ធចំនួន3នៃបុណ្យអ៊ីស្ទើដែលរួមមាន Maundy Thursday, Good Friday និង Holy Saturday, Easter Vigil សូមឲ្យយើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទមានការអភ័យទោសពីទ្រង់ហើយទទួលបានជ័យជំនះរបស់ទ្រង់ក្នុងសង្គ្រាមខាងវិញ្ញាណក្នុងពិភពលោកនេះអាមែនការបំផុសគំនិតនៅថ្ងៃនេះការស្វែងរកការអភ័យទោសបញ្ចប់នៅពេលដែលយើងរកឃើញព្រះគ្រីស្ទBawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu. Bawalah hati indah berseri ke altar yang suci. Semoga apa-apa berkenan mengambil bunga hatimu. Lenyaplah kesan hambaku lana, semarak ini medan berbakti, berhiaskan niat warna-warni.
bagaikan kembang mekar berseri. Bawalah persembahanmu nanti ke altar yang suci. Semoga apa Bapa berkenan mengambil tanda cintamu